នេះឆែបរបស់យើងមានត្រីពីរក្បាលហើយត្រីពីរក្បាលហ្នឹងគាត់រៀបចំដាក់លើត្រីមួយហើយគាត់ក៏ទៅយកផុកយកមកខ្ចប់ហើយបន្ទាប់មកគាត់ក៏បានយកត្រីមួយផុកនេះទៅដុតជាមួយគ្នាហើយបន្ទាប់ពីគាត់យកទៅដុតហើយគាត់ក៏ចាប់ផ្ដើមរៀបចំបន្លែហើយមនុស្សដែលឆែបយើងរៀបចំធ្វើថ្ងៃនេះនោះគឺបុកទឹកគ្រឿងបាត់ដំបងហើយបន្លែណាដែលញ៉ាំឆៅបានហ្នឹងគឺឆែបយើងយកទៅស្រោះខ្លាចញ៉ាំទៅរាអាចបន្ទាប់មកឆែបរបស់យើងក៏បានលីងម្ទេសលីងខ្ទឹមជាមួយនឹងត្រប់ញោមបន្ទាប់ពីលីងហើយយកវាទៅកិនហើយឆែបរបស់យើងក៏បានយកវាមកហត់ទៅពេលតែជួយខ្លាំងមែនតែនជួនពេលហ្នឹងត្រីរបស់យើងក៏ឆ្អិនល្មមឆែបរបស់យើងក៏ចាប់ផ្ដើមចាប់ត្រីចេញពីត្រីហើយពេលហ្នឹងក៏ពិតជាក្តៅខ្លាំងមែនតែនហើយនេះគឺជាសកម្មភាពឆែបរបស់យើងកាត់បាច់សាច់ត្រីដើម្បីយកទៅសាច់ហ្នឹងយកមកលាយជាមួយប្រហុកជាមួយគ្រឿងជាមួយនឹងគ្រឿងដែលបានលីងហើយកិនហ្នឹងដាក់វីចេងដាក់ស្ករសដាក់ម្សៅស៊ុបហើយក៏កុំភ្លេចច្បាច់ជាមួយនឹងក្រូចឆ្មាឥឡូវនេះគឺដល់សកម្មភាពឆាបរបស់យើងក៏រៀបចំចានហើយនៅក្នុងចាននឹងមានលក់ច្រើននៅហើយមានដូចជាទៅសក់ស្នៀតពោតត្រប់ហើយនេះគឺជាទឹកគ្រឿងរបស់យើងធ្វើយកទឹកទេគឺយើងធ្វើយកគោកហើយយើងមានជាមួយនឹងម្ទេសហើយនេះគឺជារីសារបស់យើងបានរៀបចំហើយបាទឥឡូវយើងដល់នាទីភ្លក់ជាមួយឆេះទាំងអស់គ្នាឆេះបានភ្លក់មកស្លាបព្រាហើយរសជាតិគឺពិតជាឆ្ងាញ់មែនតែនពេលដែលតំណប់ជាមួយបន្លែតែឥឡូវសុំម្លាប់ព្រាទៀតតើភ្លក់ជាមួយឆេះទាំងអស់គ្នាពិតជាឆ្ងាញ់មែនតែនបាយទាំងអស់គ្នាជួបគ្នាវីដេអូក្រោយ